ចុងសប្តាហ៍អត់ដឹងថាដើរលេងណាបងអាចមកលេងគ្រីរ៉ុំបានដោយសារតែនៅគ្រីរ៉ុំនេះគឺមានសកម្មភាពច្រើនខ្លាំងមែនតើហ្មងដែលរងចាំឲ្យបងទៅលេងក៏ដូចជាទៅទស្សនាចឹងមកមើលវីដេអូនេះទាំងអស់គ្នាថាតើខ្ញុំបានធ្វើសកម្មភាពអីខ្លះដល់ពេលដែលខ្ញុំទៅលេងគ្រីរ៉ុំនឹងដែរសម្រាប់សកម្មភាពមុនដំបូងគេដែលខ្ញុំធ្វើនៅពេលដែលខ្ញុំទៅដល់គ្រីរ៉ុំនឹងដែរគឺការទៅទិញកាហ្វេញ៉ាំនៅកាហ្វេសម្រាមអ្នកទាំងអស់គ្នាកន្លែងពួកគាត់គឺបកកែនៅក្នុងការដេកខ្លាំងមែនតើខ្ញុំទៅសារពួកគាត់ដែលពួកគាត់មានកំណត់ច្នៃប្រឌិតនៅក្នុងការធ្វើឲ្យហាងរបស់ពួកគាត់ជាមកប្លែកខុសគេតែម្ដងដែលកាន់តែពិសេសសម្រាប់បងដែលគាត់ចង់ទៅញ៉ាំកាហ្វេញ៉ាំអីគឺអាចទៅកន្លែងនេះបានកន្លែងពួកគាត់មើលទៅគឺប្លែកអារម្មណ៍ក៏ដូចជាប្លែកភ្នែកខ្លាំងមែនតើតែម្ដងមិនត្រឹមតែបានញ៉ាំកាហ្វេទេប៉ុន្តែក៏អាចមើលទៅសភាពក៏ដូចជាការដេកនៅក្នុងហាងរបស់គាត់បានគឺប្លែកច្រើនអញ្ចឹងបើសិនជាបងចង់ដឹងថាតើនៅកាហ្វេសម្រាប់ហ្នឹងគេដេកមិនគឺបងអាចទៅមើលផ្ទាល់បានគឺនឹងប្លែកភ្នែកតែម្ដងនិយាយទៅញ៉ាំកាហ្វេបដាដើរមើលទៅសភាពក៏ដូចជាការដេកនៅក្នុងហាងហ្នឹងផ្ទាល់តែម្ដងគឺប្លែកភ្នែកចឹងណាហើយសម្រាប់សកម្មភាពទី2វិញខ្ញុំក៏បានចូលលេងជាមួយនឹងសាលាដងដូចគ្នាដែរដោយសារតែជាប់គ្នាទេអ្នកនរគ្នាអញ្ចឹងទៅដល់ហ្នឹងគឺចំណេញហ្មងបានទាំងញ៉ាំកាហ្វេហើយដើរមើលសាលាដងលេងទៀតសម្រាប់សកម្មភាពទី3វិញគឺខ្ញុំបានទៅលេងទឹកជ្រោះដំណាក់ទី1ប៉ុន្តែនៅតាមផ្លូវហ្នឹងក៏ខ្ញុំបានឈប់ដើម្បីទៅថតដូចជាមើលតែសភាពនៅហ្នឹងគឺស្អាតមានដើមឈើគួរខ្លាំងមែនតើមកហើយយើងស្ដាប់ឮសលេងខ្យល់ហើយត្រជាក់ល្ហំតែម្ដងហើយនិយាយពីថាបាត់ទឹកជ្រោះនៅនេះវិញត្រជាក់នឹងកកបដ ហើយអញ្ចឹងបើសិនជាបងចង់ទៅលេងអីក៏បានដែរវាត្រជាក់ស្រួលខ្លួនចំពោះឯសកម្មភាពចុងក្រោយគេដែលខ្ញុំបានធ្វើវិញហ្នឹងគឺការមើល sunset បូករួមជាមួយនឹងការញ៉ាំអីអញ្ចឹងសម្រាប់បងដែលគាត់ចង់ញ៉ាំអីចុំគ្រួសារមើល sunset ស្អាតបែបនេះចាក់ភ្លេងទៀតត្រូវប៉ក់តែម្ដងទៅហ្នឹងគឺ feel relax ហើយសម្រាប់វីដេអូខ្ញុំថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលតែងតែចូលចិត្តមើលវីដេអូរបស់ខ្ញុំកន្លងមកអរគុណច្រើនបាយបាយ